ngày ní nhóm trên pi blog cho mỗi mật phe bò nhóm bộ dưỡng clean how min ca set chỉ khang là pe đẹp blog how nâng chân như các bạn mò nhâm ấy cho mỗi kia trà nhâm ấy ní cứ nè là cái nào ở thì nhâm nó thoa bàn tay nhôm miêu bị thi mùiក្នុងការញ៉ាំទៅកុំឲ្យធាត់នេះដល់គ្នាជាធម្មតាជារៀងរាល់ថ្ងៃយើងរាល់ថ្ងៃហ្នឹងយើងកុំញ៉ាំច្រើនពេករាល់ថ្ងៃហ្នឹងណាយើងក៏ញ៉ាំបាយច្រើនពេកចាហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំយើងកុំញ៉ាំបាយច្រើនពេករាល់ថ្ងៃយើងញ៉ាំបន្លែញ៉ាំសាច់ឲ្យច្រើនហើយយើងត្រូវកាត់បន្ថយចិត្តផ្អែមកុំញ៉ាំច្រើនពេករាល់ថ្ងៃអញ្ចឹងណាតែដល់ពេលថាថ្ងៃណាមួយយើងឃ្លានឬក៏ជួបជុំមួយមិត្តភ័ក្តិអញ្ចឹងយើងញ៉ាំទៅមកអីទេព្រោះយើងមិនញ៉ាំរាល់ថ្ងៃអញ្ចឹងញ៉ាំមិនក៏យើងអត់ចេះឡើងchứបានយើងចេះឆ្ងល់គេជួបយើងយើងថាជួបជុំគ្នាអញ្ចឹងយើងញ៉ាំច្រើនហើយមិនយើងអត់ធាត់អញ្ចឹងចាគឺដោយសារតែរាល់ថ្ងៃយើងមិនសូវញ៉ាំចាតែយើងរាល់ថ្ងៃមិនសូវញ៉ាំហើយយូរយើងញ៉ាំពេលដែលយើងមានកម្មវិធីឬក៏យើងជួបជុំមួយគេអីបានយើងញ៉ាំច្រើនហ្នឹងហើយគេឆ្ងល់ហើយខ្លួនតូចឯងតែញ៉ាំច្រើនហ្នឹងមិនធុអត់ធាត់ចឹងមកពីអញ្ចឹងឯងមកពីរាល់ថ្ងៃយើងអត់សូវញ៉ាំច្រើននឹងឯងតែប៉ុន្តែអីតែឥឡូវខ្ញុំឥឡូវពីញ៉ាំច្រើនដែរនឹងញ៉ាំបាយញ៉ាំអីច្រើនដែរហ្នឹងអញ្ចឹងមានន័យថាឥឡូវឡើងគីឡូធម្មតាសរុបសេចក្តីទៅអ្នកឲ្យយោបល់គេហ្នឹងគឺកំពុងតែឡើងគីឡូដែរទេតែនៅពេលដែលយើងដឹងខ្លួនឯងយើងឡើងហើយយើងព្យាយាមកុំញ៉ាំអីដែលយើងតាមចិត្តយើងឃ្លានណាតែអញ្ចឹងយើងត្រូវនៅតែឡើងគីឡូរហូតនឹងទោះបីយើងហាត់ប្រាណក៏ដោយហ្នឹងហើយអញ្ចឹងមានអីជាងការដែលយើងញ៉ាំបន្លែផ្លែឈើបានច្រើននេះជាងការញ៉ាំបាយតែពេលបានញ៉ាំបាយហើយធ្លាប់ហ្មងចេះតែចង់ញ៉ាំច្រើនដដែលអញ្ចឹងមានការថាយើងត្រូវតែចេះអត់ធ្មត់តស៊ូបើយើងចង់ស្រកគីឡូយើងត្រូវកាត់បន្ថយបាយបន្តិចម្ដងញ៉ាំបន្លែហើយនឹងសាច់វិញជំនួសវិញអញ្ចឹងថ្ងៃហ្នឹងខ្ញុំនិងមិត្តភ័ក្តិបានមកញ៉ាំស៊ុបស៊ីឈွန်តែអត់សូវចេះញ៉ាំទេព្រោះហឹរខ្លាំងពេកហើយមិត្តភ័ក្តិខ្ញុំវិញគឺកាន់តែចាញ់ហឹរជាងខ្ញុំទៅទៀតចានិយាយទៅស៊ុបតាមពិតចូលចិត្តតែញ៉ាំបន្លែច្រើនជាងឯងគ្រឿងខាងក្រៅអត់សូវចូលចិត្តមែនទេនិយាយពីថាស៊ុបនេះហឹរពេកដូរឡើងអស់ស៊ុបឡើង3រសជាតិឯងចាស៊ុបស៊ឺឈួនហ្នឹងដកចេញដាក់ស៊ុបផ្សិតម្ដងចាអរគុណច្រើនពេលខ្ញុំបានឆ្ងាញ់ក្រែមផងអីផង